ថ្ងៃនឹងដែរនេះខ្ញុំសុំពៅខ្លួនឯងបន្តិចព្រោះអីញ៉ាំត្រីរហូតអញ្ចឹងសុំមកពៅជាមួយនឹងសាច់គោឆាខ្ញីម្ដងបងប្អូនខ្ញុំយកសាច់គោយកអាត្រង់ទៅសៃកភួនវាយកអាសៃស្រួយយកមកឆាសម្រាប់ខ្ញុំគឺឆ្ងាញ់ប៉ុន្តែសម្រាប់បងប្អូនខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំគឺខ្ញុំយកអារបៀបស្រួយយកមកឆាគឺឆ្ងាញ់ខ្លាំងមែនទែនហើយជាពិសេសយើងដាក់ជាមួយនឹងខ្ញីយើងហើយយើងខ្ញីយើងកុំបំពងយើងយកអារបៀបថាខ្ញីស្រស់ណាបងប្អូននេះឥឡូវគឺគ្រូសារបស់នាងខ្ញុំគឺគាត់ជួយហាន់ខ្ញីនេះមើលមុខនេះគេហៅថា cook pepper បងប្អូន cook pepper cameraman ផងឥឡូវនេះចុងភៅដល់វគ្គចុងភៅនេះហាន់សាច់គោម្ដងហើយអញ្ចឹងយើងហាន់ខ្ញីស្លាយស្ដើងមកទៅមកហើយទៀតនេះសាច់គោទៅនឹងហ្នឹងគឺខ្ញុំហាន់ប្រទេសស្ដើងអញ្ចឹងមកបងប្អូនហាន់ក្រាស់ពេកគឺវាស្វិតដែរអញ្ចឹងណាអញ្ចឹងបងប្អូនអាចយកសាច់តាណាក៏បានដែរកុំថាក៏របៀបដូចខ្ញុំអញ្ចឹងបងប្អូននៅពេលដែលហាន់រួចអស់ហើយយើងមកហាន់ជាមួយនឹងគល់ខ្ទឹមដើមខ្ទឹមអីហើយយើងចាំខ្ទឹមសអីយើងទុកទៅណាអញ្ចឹងឥឡូវយើងចាំខ្ទឹមសរួចហើយគឺយើងហាន់ម្ទេសលាយបន្តិចផងព្រោះអីអាហ្នឹងយើងយកហិលចេញពីជាមួយនឹងខ្ញីផងជាមួយម្ទេសផងនិយាយពីថាជាតិឆ្ងាញ់ឆ្ងាញ់ហ្មងរៀងខ្លោចនិយាយបើតែអត់ទាន់ល្វីងទេបងប្អូនព្រោះអីវល់តែជាប់មាត់ជាប់កអញ្ចឹងទៅក៏ភ្លេចមើលខ្ទឹមចង់ខ្លោចអញ្ចឹងនៅពេលដែលបំពងខ្ទឹមរៀងឈ្ងុយហើយយើងដាក់ជាមួយនឹងស្ករត្នោតមកមុខហ្នឹងណាយើងដាក់មួយស្ករត្នោតគឺត្រូវបន្ទាប់ពីដាក់ស្ករត្នោតរួចហើយយើងក៏ដាក់ជាមួយប៊ីចេងជាមួយនឹងទឹកប្រេងខ្យងជាមួយនឹងទឹកត្រីប៉ុន្តែអន់ចិត្តបន្តិចអន់ចិត្តអីហ៎កាពិតមួយមុខហ្នឹងគឺខ្ញុំត្រូវប្រើទឹកត្រីរៀងច្រើនខ្ញុំអត់ត្រូវប្រើអំបិលឬក៏ម្សៅស៊ុបខ្នុរអីទេគឺខ្ញុំត្រូវប្រើទឹកត្រីទាំងអស់អញ្ចឹងណាតែដោយសារទឹកត្រីខ្ញុំអស់អញ្ចឹងក៏វារៀងផាត់ផាយអញ្ចឹងទៅក៏ប្រើជាលួសជាមួយនឹងម្សៅស៊ុបខ្នុរខ្លះអីអញ្ចឹងបងប្អូនហើយនេះគឺនាងខ្ញុំបានដាក់ចូលជាមួយខ្ញីដូចខ្ញុំជម្រាបពីខាងដើមគឺខ្ញីគឺនាងខ្ញុំអត់យកបំពងទេគឺនាងខ្ញុំចង់ញ៉ាំរបៀបនៅស្រស់អញ្ចឹងណាហើយចំពោះសាច់គោនឹងដែរក៏យើងអត់យកឲ្យវាឆ្អិនខ្លាំងពេកដែររបៀបថាបើសិនជាយើងទុកវាយូរវាកាន់តែស្វិតណាបងប្អូនអញ្ចឹងយើងយកមកល្មមនិយាយទៅវាឆ្អិនហើយប៉ុន្តែវាមិនឆ្អិនទុកឲ្យរងាស់វាឲ្យយូរអញ្ចឹងណាអញ្ចឹងមើលតាមល្មមហើយយើងចាប់ផ្ដើមថាដាក់ចូលជាមួយនឹងនេះរបស់យើងមកដើមខ្ទឹមរបស់យើងមកចាំយើងជោគត្រឡប់មកបងប្អូននិយាយពីថាមុខហ្នឹងណាអីទៅនាងខ្ញុំចូលចិត្តជាពិសេសនេះដែលថាគាត់ផ្ដាសាយអីអញ្ចឹងណាគាត់ញ៉ាំគឺដឹងថាត្រូវខ្លាំងមែនទែនហ្មងមិនត្រឹមតែថាបាត់ដាសាយហើយគឺវាបើថែមទៀតអញ្ចឹងណាអញ្ចឹងបងប្អូននៅផ្ទះបងប្អូនតើបងប្អូនធ្វើរបៀបយ៉ាងម៉េចដែរតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តធ្វើរបៀបអញ្ចឹងព្រោះវាឆ្ងាញ់ហើយវាងាយស្រួលធ្វើឲ្យលឿនទៀតបងប្អូនសម្រាប់ឆាខ្ញីសាច់គោមុខហ្នឹងគឺអត់យូរទេឥឡូវចាំមើលមាត់ញ៉ាំម្ដងនិយាយពីថាដោះកឲ្យគ្នាគេនោះញ៉ាំមាត់ទៅរាល់ម្ហូបដែលពួកខ្ញុំយកមកផុសហ្នឹងគឺម្ហូបដែលខ្ញុំញ៉ាំប្រចាំថ្ងៃទេហើយបើសិនជាបងប្អូនអ្នកមួយចំនួនដែលគាត់ចង់ធ្វើម្ហូបផុសអីកុំឲ្យខាតយើងទាញប្រយោជន៍ណាអញ្ចឹងគឺយើងអាចធ្វើញ៉ាំផងយើងទាញប្រយោជន៍ពី Facebook ផងអញ្ចឹងណាហ្នឹងហើយវីដេអូមានតែ